ពេលដែលក្របភ្លៀងដំបូងធ្លាក់ចុះមកប៉ះដីតើអ្នកធ្លាប់ចាប់អារម្មណ៍ពីការផ្លាស់ប្ដូរនៃអារម្មណ៍ខ្លួនឯងដែរឬទេគ្រាន់តែ1វិនាទីប៉ុណ្ណោះពិភពលោកទាំងមូលហាក់ដូចជាដើរយឺតជាងមុនហើយអារម្មណ៍យើងក៏ចាប់ផ្ដើមរសាត់អណ្ដែតទៅតាមនោះដែរភ្លៀងតែងតែនាំមកនូវអារម្មណ៍ពិសេសមួយដែលពិបាកនឹងពណ៌នាពេលខ្លះវាធ្វើឲ្យយើងមានអារម្មណ៍ក្តោចក្តែងពេលខ្លះនឹកនរណាម្នាក់ជាខ្លាំងហើយពេលខ្លះទៀតបែរជាមានអារម្មណ៍រ៉ូមែនទិកខុសពីធម្មតាទាំងស្រុងតើនេះជារឿងចៃដន្យឬតាមពិតទៅនៅក្នុងពិភពចិត្តសាស្ត្រវាមានហេតុផលវិទ្យាសាស្ត្រដ៏ច្បាស់លាស់មួយនៅពីក្រោយបាតុភូតផ្លូវចិត្តមួយនេះវាមិនមែនគ្រាន់តែជាអារម្មណ៍ដែលកើតឡើងដោយគ្មានមូលហេតុនោះទេប៉ុន្តែវាគឺជាប្រតិកម្មស្វ័យប្រវត្តិនៃខួរក្បាលរបស់យើងចំពោះមជ្ឈដ្ឋានជុំវិញខ្លួនរឿងដំបូងបំផុតដែលជះឥទ្ធិពលដល់យើងគឺក្លិននៃទឹកភ្លៀងអ្នកវិទ្យាសាស្ត្រហៅក្លិននេះថា petrichor ដែលកើតចេញពីល្បាយនៃប្រេងរុក្ខជាតិនិងសារធាតុគីមីមួយយ៉ាងដែលបញ្ចេញដោយបាក់តេរីនៅក្នុងដីនៅពេលដែលទឹកភ្លៀងប៉ះវាក្លិននេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រព័ន្ធចងចាំនៅក្នុងខួរក្បាលរបស់យើងនេះហើយជាមូលហេតុដែលរាល់ពេលយើងហិតក្លិនទឹកភ្លៀងខួរក្បាលតែងតែទាញយើងត្រឡប់ទៅរកការចងចាំចាស់ៗអតីតកាលឬមនុស្សដែលយើងធ្លាប់មានអនុស្សាវរីយ៍ជាមួយកត្តាបន្ទាប់គឺសំឡេងនៃទឹកភ្លៀងសំឡេងតក់តក់ដែលធ្លាក់មកជាបន្តបន្ទាប់នោះត្រូវបានអ្នកជំនាញចាត់ទុកថាជាប្រភេទសំឡេង pink noise ដែលមានលក្ខណៈពិសេសក្នុងការជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទរបស់យើងឲ្យស្ងប់ស្ងាត់ pink noise ជួយកាត់បន្ថយសកម្មភាពរបស់ខួរក្បាលដែលកំពុងរវល់និងបញ្ចុះអត្រាចង្វាក់បេះដូងរបស់យើងនៅពេលដែលរាងកាយចាប់ផ្ដើមសម្រាកនិងស្ងប់ស្ងាត់យើងនឹងមានអារម្មណ៍ថាខ្លួនឯងកំពុងត្រូវការភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ពីនរណាម្នាក់បន្ទាប់មកគឺបរិយាកាសងងឹតស្លាប់នៃមេឃរដូវភ្លៀងកង្វះពន្លឺព្រះអាទិត្យធ្វើឲ្យរាងកាយកាត់បន្ថយការផលិតអរម៉ូនសេរ៉ូតូនីនដែលជាអរម៉ូននៃក្តីសុខហើយបង្កើនការផលិតមេឡាតូនីនដែលធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងនិងអផ្សុកការផ្លាស់ប្ដូរអរម៉ូនដ៏គំហុកនេះធ្វើឲ្យអារម្មណ៍របស់យើងងាយនឹងទទួលរងនូវភាពសោកសៅឬភាពឯកោយើងចាប់ផ្ដើមមានអារម្មណ៍ថាពិភពលោកខាងក្រៅគឺត្រជាក់ហើយយើងប្រាថ្នាចង់បានភាពកក់ក្ដៅពីមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួនប៉ុន្តែមានរឿងមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺបាតុភូតផ្លូវចិត្តមួយដែលមានឈ្មោះថា misattribution of arousal ឬការភ័ន្តច្រឡំនៃប្រភពនៃការភ្ញួចអារម្មណ៍នេះជាចំណុចដ៏សំខាន់ដែលធ្វើឲ្យយើងងាយលង់ស្នេហ៍ពេលមេឃភ្លៀងនៅពេលដែលមេឃចាប់ផ្ដើមរកល់ភ្លៀងផ្គរលាន់និងខ្យល់បក់ខ្លាំងវាធ្វើឲ្យរាងកាយរបស់យើងបញ្ចេញអរម៉ូនអាដ្រេណាលីនដោយស្វ័យប្រវត្តិចង្វាក់បេះដូងយើងចាប់ផ្ដើមលោតញាប់ជាងមុនបន្តិចដោយសារការប្រុងប្រយ័ត្នខួរក្បាលរបស់យើងជារឿយតែងតែបកស្រាយការលួតញាប់នៃបេះដូងនេះខុសជំនួសឲ្យការគិតថាវាមកពីធាតុអាកាសខាងក្រៅខួរក្បាលបែរជាគិតថាបេះដូងលួតញាប់នេះគឺដោយសារតែយើងកំពុងមានអារម្មណ៍ស្នេហាឬរ៉ូមែនទិកទៅវិញហេតុដូច្នេះហើយទើបនៅពេលដែលយើងនៅក្បែរនរណាម្នាក់ក្នុងពេលភ្លៀងធ្លាក់យើងងាយនឹងមានអារម្មណ៍ថាចាត់ចិត្តលើគេជាងធម្មតាបើយើងនៅម្នាក់ឯងវិញយើងនឹងមានអារម្មណ៍នឹកនរណាម្នាក់យ៉ាងខ្លាំងដោយមិនដឹងខ្លួនម្យ៉ាងវិញទៀតទឹកភ្លៀងគឺជាលេសដ៏ល្អមួយដែលអនុញ្ញាតឲ្យយើងផ្អាកការងារទាំងអស់ហើយលាក់ខ្លួននៅក្នុងផ្ទះដោយមិនមានអារម្មណ៍ខុសឆ្គងវាជាពេលវេលាដែលយើងអាចនៅជាមួយខ្លួនឯងយ៉ាងពិតប្រាកដនៅពេលដែលពិភពលោកខាងក្រៅត្រូវបានបិទបាំងដោយវាំងនននៃទឹកភ្លៀងយើងចាប់ផ្ដើមស្ដាប់ឮសំឡេងក្នុងចិត្តខ្លួនឯងកាន់តែច្បាស់អារម្មណ៍ដែលយើងធ្លាប់លាក់ទុកពេលរវល់ធ្វើការក៏ចាប់ផ្ដើមផុសឡើងមកម្ដងបន្តិចម្ដងអ្នកខ្លះអាចនឹងមានអារម្មណ៍សោកសៅរហូតដល់ចង់យំនៅពេលដែលមេឃភ្លៀងខ្លាំងនេះមិនមែនជារឿងចម្លែកនោះទេវាគ្រាន់តែជាយន្តការបញ្ចេញចោលនូវភាពតានតឹងដែលរាងកាយនិងខួរក្បាលរបស់យើងបានសន្សំទុកជាយូរមកហើយផ្ទុយទៅវិញសម្រាប់អ្នកដែលមានចរិតជា introvert ឬអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ទឹកភ្លៀងគឺជាមិត្តដ៏ល្អបំផុតវាផ្ដល់នូវភាពសុវត្ថិភាពភាពកក់ក្ដៅនិងអារម្មណ៍នៃការត្រូវបានការពារពីពិភពលោកដ៏រញ៉េរញ៉ៃខាងក្រៅ
ពេលដែលដំណក់ទឹកភ្លៀងលាងសម្អាតធូលីដីចេញពីទីក្រុងវាក៏ហាក់ដូចជាកំពុងលាងសម្អាតភាពកខ្វក់និងភាពស្មុគស្មាញចេញពីក្នុងចិត្តរបស់យើងដូចគ្នាដែរអ្វីៗមើលទៅស្រស់បំព្រងនិងថ្មីជានិច្ចក្រោយពេលភ្លៀងរាំងភាពឯកោដែលទឹកភ្លៀងផ្ដល់ឲ្យមិនមែនជាភាពឯកោដែលគួរឲ្យខ្លាចនោះទេវាគឺជាភាពឯកោដ៏ស្រស់ស្អាតដែលអនុញ្ញាតឲ្យយើងរៀនស្រឡាញ់និងយល់ពីខ្លួនឯងកាន់តែស៊ីជម្រៅជាងមុនទៅទៀតតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអីបានជាឈុតឆាករ៉ូម៉ាន់ទិកឬឈុតបែកបាក់គ្នាក្នុងភាពយន្តតែងតែថតនៅពេលដែលមានភ្លៀងធ្លាក់ព្រោះទឹកភ្លៀងគឺជាតំណាងនៃអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់មនុស្សទឹកភ្លៀងអាចលាក់បាំងទឹកភ្នែករបស់យើងបានយ៉ាងល្អវាក៏អាចធ្វើឲ្យការអោបគ្នាកាន់តែមានភាពកក់ក្ដៅនិងមានអត្ថន័យទ្វេដងនេះគឺជាវេទមន្តដែលមិនអាចប្រកែកបាននៃធម្មជាតិមានពេលខ្លះអារម្មណ៍ដែលយើងនឹកណានាម្នាក់ពេលមេឃភ្លៀងវាគ្រាន់តែជាការនឹកដល់ក្តីសុខដែលយើងធ្លាប់មាននាពេលកន្លងមកតែប៉ុណ្ណោះយើងនឹកអារម្មណ៍នៃការត្រូវបានគេស្រឡាញ់ជាជាងនឹកបុគ្គលនោះផ្ទាល់ដូច្នេះសូមកុំមានអារម្មណ៍ចម្លែកចិត្តប្រសិនបើថ្ងៃណាមួយស្រាប់តែមានភ្លៀងធ្លាក់ហើយអ្នកមានអារម្មណ៍ថាចង់យំឬចង់ខលទៅនរណាម្នាក់ដែលអ្នកមិនបានជួបយូរមកហើយនោះវាគ្រាន់តែជាប្រតិកម្មគីមីនៅក្នុងខួរក្បាលបូករួមជាមួយនឹងការចងចាំដ៏ជ្រាលជ្រៅរបស់អ្នកដែលកំពុងតែព្យាយាមប្រាប់អ្នកថាអ្នកក៏ជាមនុស្សធម្មតាម្នាក់ដែលមានបេះដូងនិងចេះឈឺចាប់ចូលរៀនស្ដាប់សំឡេងនៃបេះដូងខ្លួនឯងនៅពេលដែលមេឃភ្លៀងអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ទន់ខ្សោយខ្លះក៏បានព្រោះយើងមិនចាំបាច់ត្រូវតែរឹងមាំគ្រប់វិនាទីនោះទេនៅពេលដែលអ្នកមានអារម្មណ៍ថាឯកោខ្លាំងក្នុងរដូវភ្លៀងសាកល្បងឆុងកាហ្វេក្តៅៗមួយកែវស្ដាប់បទចម្រៀងដែលអ្នកចូលចិត្តហើយប្រាប់ខ្លួនឯងថាអ្វីៗនឹងល្អប្រសើរឡើងវិញបន្ទាប់ពីមេឃស្រឡះគ្រប់ដំណក់ទឹកភ្លៀងសុទ្ធតែមានរឿងរ៉ាវរបស់វាផ្ទាល់វាកើតចេញពីការហួតនៃទឹកនៅលើដីคล้ายជាពពកហើយក៏ធ្លាក់ចុះមកផ្ដល់ជីវិតឲ្យផែនដីនេះម្ដងទៀតវាជារង្វិលជុំនៃធម្មជាតិដ៏អស្ចារ្យអារម្មណ៍របស់យើងក៏ដូចគ្នាដែរវាកើតឡើងសន្សំរហូតដល់ពេញបេះដូងរួចក៏ត្រូវរកវិធីបញ្ចេញមកវិញតាមរយៈទឹកភ្នែកឬភាពសោកសៅហើយទីបំផុតវាក៏នឹងរលាយបាត់ទៅវិញដោយឯកឯងកុំខ្លាចនឹងប្រឈមមុខជាមួយនឹងអារម្មណ៍ពិតរបស់ខ្លួនឯងប្រើប្រាស់ពេលវេលាដែលមេឃកំពុងយំនេះដើម្បីព្យាបាលរបួសផ្លូវចិត្តដែលអ្នកមិនធ្លាប់មានពេលមើលថែពីមុនមកអ្នកគឺជាមនុស្សដ៏អស្ចារ្យម្នាក់ដែលអាចយល់ដឹងនិងទទួលយកនូវឥទ្ធិពលដ៏តូចតាចបំផុតនៃធម្មជាតិភាពរសើបនៃអារម្មណ៍របស់អ្នកគឺជាចំណុចខ្លាំងមិនមែនជាចំណុចខ្សោយនោះទេ សង្ឃឹមថាបន្ទាប់ពីបានដឹងពីរឿងរ៉ាវចិត្តសាស្ត្រនៅពីក្រោយទឹកភ្លៀងនេះហើយអ្នកនឹងលែងមានអារម្មណ៍ភ័យខ្លាចឬស្អប់រដូវភ្លៀងទៀតដែរចូលស្វាគមន៍វាដោយក្តីស្រឡាញ់ហើយរាល់ពេលដែលអ្នកមានអារម្មណ៍ថានឹកនរណាម្នាក់ពេលមេឃភ្លៀងសូមញញឹមហើយប្រាប់ខ្លួនឯងថានេះគ្រាន់តែជាវេទមន្តដ៏ស្រស់ស្អាតមួយនៃធម្មជាតិតែប៉ុណ្ណោះតើអ្នកធ្លាប់មានអនុស្សាវរីយ៍អ្វីខ្លះទាក់ទងនឹងរដូវភ្លៀងតើអ្នកចូលចិត្តភាពឯកោឬចូលចិត្តនៅក្បែរមនុស្សជាទីស្រឡាញ់នៅពេលដែលមេឃធ្លាក់ភ្លៀងកុំភ្លេចចែករំលែករឿងរ៉ាវរបស់អ្នកនៅក្នុងប្រអប់មតិយោបល់ខាងក្រោមខ្ញុំពិតជាចង់ដឹងពីបទពិសោធន៍និងអារម្មណ៍ពិតរបស់អ្នកទាំងអស់គ្នាខ្លាំងណាស់សូមអរគុណដែលបានចំណាយពេលស្ដាប់ប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមជួយចុច like ចុច share និង subscribe Channel របស់យើងដើម្បីរងចាំទស្សនារឿងរ៉ាវចិត្តសាស្ត្រនិងការអភិវឌ្ឍខ្លួនថ្មីៗនៅវីដេអូក្រោយៗទៀតជួបគ្នាពេលក្រោយ